ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នករុស្ស៊ីចាប់យកបានទីក្រុង Pokrovsk និង Volchansk របស់អ៊ុយក្រែនОбъединенная группировка войск ведет боевые действия по плану специальной операции. Начальник генерального штаба Иван Гудович. Добрый день. Еще раз говорю. ប្រភពពី IFED ថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2025 ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប៉ុស្តិ៍បញ្ជាការមួយនៃក្រុមកងកម្លាំងចម្រុះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្ដាប់របាយការណ៍ពីប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីលោក Valery Gerasimov ក៏ដូចជាមេបញ្ជាការនៃក្រុមទ័ពកណ្ដាលលោក Valery Solochuk និងក្រុមទ័ពខាងកើតលោក Andrei Ivanev ប្រមុខរដ្ឋត្រូវបានជូនដំណឹងអំពីស្ថានភាពរបស់យោធារុស្ស៊ីនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេសនិងបានរាយការណ៍អំពីការរំដោះតំបន់តាំងទីលំនៅ Pokrovsk ឬ Krasnoarmeysk នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk និង Volchansk នៅក្នុងតំបន់ Kharkiv សេចក្តីថ្លែងការណ៍សំខាន់ៗរបស់លោកពូទីននិងមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានប្រមូលផ្ដុំដោយកាសែត Izvestia Берегите себя. ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងប្រធានាធិបតីបានទទួលរបាយការណ៍ស្តីពីការរំដោះទីក្រុង Volchansk និង Krasnoarmeysk ដោយដែលអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានធ្វើការកត់សម្គាល់លោក Gerasimov បានប្រាប់លោកពូទីនអំពីលទ្ធផលនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ផ្សេងៗនៃប្រតិបត្តិការយោធាពិសេសហើយលោក Solochuk បានរាយការណ៍អំពីការកំទេចក្រុមកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធនៅក្នុងតំបន់ប្រមូលផ្ដុំ Krasnoarmeysk Dmitrovskaya រួមទាំងការកាន់កាប់ផ្នែកខាងត្បូងនៃទីក្រុង Dimitrov និងស្ថានភាពនៅក្នុងទីក្រុង Krasnoarmeysk បន្ទាប់ពីការរំដោះអ្នកនាំពាក្យប្រធានាធិបតីបានបន្ថែមថាលោកពូទីនក៏ត្រូវបានជូនដំណឹងអំពីការចាប់ផ្ដើមប្រតិបត្តិការដើម្បីរំដោះទីក្រុង Guliaipole នៅក្នុងតំបន់ Zaporizhzhia ដោយអង្គភាពនៃកងទ័ពអាវុធរួមទី 5 ដូចដែលបានកត់សម្គាល់នៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ីក្នុងអំឡុងពេលការងារលើការរំដោះទីក្រុង Volchansk កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានកម្ចាត់អ្នកប្រយុទ្ធអ៊ុយក្រែនជាង 23,000 នាក់ដែលយ៉ាងហោចណាស់ 8,000 នាក់ត្រូវបានលុបបំបាត់ចោលលើសពីនេះប្រធានក្រសួងការពារជាតិរុស្ស៊ីលោក Andrei Belousov បានអបអរសាទរយោធារុស្ស៊ីដែលបានចូលរួមក្នុងការរំដោះតំបន់តាំងទីលំនៅនេះក្រសួងការពារជាតិរុស្ស៊ីក៏បានរាយការណ៍ផងដែរថាអ្នកប្រយុទ្ធនៃក្រុមទ័ពកណ្ដាលបានលាតត្រដាងទង់ជាតិនៃសហព័ន្ធរុស្ស៊ីនៅលើទីលានធំនៃទីក្រុង Krasnoarmeysk ជាសញ្ញានៃការរំដោះលើសពីនេះប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានរាយការណ៍ទៅលោកពូទីនថាអង្គភាពវីលុកនៃក្រុមទ័ពខាងលិចបានចូលទៅក្នុងទីក្រុង Krasny-Liman នៃ Donetsk លោកបានបន្ថែមថាអគារជាង 30% នៅក្នុងភូមិកុងស្តង់ទីនូវកាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ីលោក Gerasimov ក៏បានកត់សម្គាល់ផងដែរថាអ៊ុយក្រែនមិនអាចដកថយទៅភាគខាងត្បូងតាមបណ្ដោយច្រាំងខាងឆ្វេងនៃទន្លេអូស្គូក្បែរទីក្រុង Kupiansk បានទេមេបញ្ជាការនៃក្រុមទ័ពខាងកើតវិញបាននិយាយថាយោធារុស្ស៊ីបានបញ្ចប់ការរំដោះទីក្រុង Dobrophilia នៅក្នុង Donetsk លោកបានបញ្ជាក់ថាត្រឹមតែមួយឆ្នាំអ្នកប្រយុទ្ធរបស់លោកអាចរំដោះទឹកដីជាង 1,400 គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ប្រតិបត្តិការពិសេស Товарищ Верховный Главнокомандующий, участники совещания к работе готовы. Начальник Главного оперативного управления генерал-полковник Рудской. ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលោកពូទីនបានណែនាំក្រុមទ័ពខាងជើងឲ្យបង្កើតតំបន់សន្តិសុខនៅព្រំដែនជាមួយអ៊ុយក្រែនលើសពីនេះលោកបានដាក់កិច្ចការដើម្បីផ្ដល់ឲ្យទាហាននៃប្រតិបត្តិការយោធាពិសេសនៅអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការសម្រាប់រដូវរងាលោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបាននិយាយថាមេបញ្ជាការកំពូលបានថ្លែងអំណរគុណដល់មេបញ្ជាការនិងបុគ្គលិកនៃក្រុមចំពោះសកម្មភាពជោគជ័យរបស់ពួកគេហើយក៏បានដាក់ភារកិច្ចដើម្បីផ្ដល់ឲ្យកងទ័ពនៅអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការធ្វើប្រតិបត្តិការយោធាក្នុងអំឡុងពេលរដូវរងាខាងមុខនេះ